សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសិស្សនិស្សិតដែលកំពុងតែសិក្សាស្រាវជ្រាវអំពីការព្យាបាលសត្វក៏ដូចជាឱសថសម្រាប់ព្យាបាលសត្វបាទថ្ងៃនេះដែរលោកគ្រូនឹងនាំយកការប្រើប្រាស់ Ciprofloxacin យកមកបង្ហាញជូនបងប្អូនទាំងអស់គ្នា Ciprofloxacin គឺជាអង្គទីប៊ីយោទិកដែលមានទំហំសកម្មភាពធំទូលាយសម្រាប់បាក់តេរីក្រាមវិជ្ជមាននិងអវិជ្ជមានបានយ៉ាងល្អវាមានសកម្មភាពខ្លាំងក្នុងការបំបែកបាក់តេរីដោយរារាំងមិនឲ្យបាក់តេរីចម្លងចូលទៅក្នុង DNA និងបង្ហាញនូវការព្យាបាលជំងឺដែលបង្កដោយបាក់តេរីបានល្អបំផុតវាព្យាបាលជំងឺដូចខាងក្រោម 1. ចំពោះគោក្របីឈាមពពែជ្រូកឆ្កែឆ្មាអឺកូលីបាទព្យាបាលជំងឺដូចជាអឺកូលីមីកូផ្លាស្មាជំងឺសាទឹកនិងពពួកបាក់តេរីដែលបង្កឲ្យរាគជំងឺហើមសួតរលាកដោះរលាកស្បូនស្ទះទឹកដោះបាទអង់គ្លេស MMA បងប្អូនបាទរលាកផ្លូវដង្ហើមរលាកផ្លូវតម្រងនោមនិងរលាកសន្លាក់ចំពោះបក្សីបាទចំពោះបក្សីគឺព្យាបាលជំងឺរលាកដង្ហើមរ៉ាំរ៉ៃដែលអង់គ្លេសថា COD បាទមានជំងឺរលាកពោះវៀនអាសន្នរោគនិងផ្ដាសាយរបៀបប្រើប្រាស់ឱសថបាទគឺយើងអាចព្យាបាលទៅលើគោក្របីជ្រូកកូនគោកូនជ្រូកពពែចៀមឆ្កែឆ្មាបាទចំពោះចំណុះវិញបាទចំណុះគឺសម្រាប់គោក្របីជ្រូក 1cc ស្មើនឹង20គីឡូក្រាមបាទជាទូទៅភាគច្រើនឱសថដែលយើងព្យាបាលរាល់ថ្ងៃភាគច្រើន 1cc គឺ10គីឡូប៉ុន្តែឱសថនេះគឺដល់ទៅ20គីឡូបាទគឺយើងអាចចាក់តាមសាច់ដុំណាចំពោះកូនគោកូនជ្រូកកន្លះ cc 10គីឡូក្រាមយើងអាចចាក់សើស្បែកឬក៏សាច់ដុំចំពោះចៀមពពែឆ្កែឆ្មាកន្លះ cc 5គីឡូក្រាមយើងអាចចាក់តាមសើស្បែកនិងសាច់ដុំសូមអានការណែនាំលើសម្បកថ្នាំឬពិគ្រោះជាមួយបសុពេទ្យមុននឹងប្រើប្រាស់ចំពោះសត្វធំចាក់1ថ្ងៃម្ដងព្យាបាលរយៈពេល3ថ្ងៃជាប់គ្នាចំពោះកូនសត្វចាក់1ថ្ងៃម្ដងគឺពេលព្រឹកម្ដងនិងពេលល្ងាចម្ដងព្យាបាលរយៈពេល3ថ្ងៃជាប់គ្នាបាទអញ្ចឹងឱសថ Ciprofloxacin គឺមានតែប៉ុណ្ណេះបាទបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាបាទសូមបងប្អូនបាទសិស្សនិស្សិតអាចសរសេរ comment ខាងក្រោមបានណាខ្ញុំនឹងបកស្រាយបន្ថែមជូនឬក៏ថាបើខ្ញុំមិនអាចឆ្លើយបានខ្ញុំនឹងសួរគ្រូទៅគ្រូដើមទៀតបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណ